ខ្ញុំសូមថ្វាយបង្គំនិងសូមគោរពញាតិធម៌ទាំងអស់ដោយក្តីគោរពញាតិធម៌ទាំងឡាយស្គាល់បរិយត្តិធម៌និងស្គាល់បដិបត្តិធម៌ទេអ្នកកាន់ពុទ្ធសាសនាទាំងអស់ហ្នឹងតើស្គាល់ពាក្យពីរម៉ាត់នឹងច្បាស់អត់អ្វីទៅជាព្រះបរិយត្តិធម៌ព្រះបរិយត្តិធម៌គឺជាពាក្យព្រានប្រដៅរបស់ពុទ្ធនឹងឯងគឺជាពុទ្ធអូវាទធម៌ដែលមានសរសេរកត់ត្រាទុកនៅក្នុងប្រត្រៃបិដកទាំងអស់ហ្នឹងជាព្រះបរិយត្តិធម៌ហើយឬក៏និយាយឲ្យខ្លីជាពាក្យព្រានប្រដៅរបស់ពុទ្ធនោះឯងនោះឈ្មោះថាព្រះបរិយត្តិធម៌ចុះអ្វីទៅជាការបដិបត្តិធម៌ការបដិបត្តិធម៌គឺការធ្វើតាមពាក្យព្រានប្រដៅរបស់ពុទ្ធហ្នឹងពុទ្ធបដៅថាយ៉ាងម៉េចយើងធ្វើតាមអញ្ចឹងទៅអានោះហើយឈ្មោះថាការបដិបត្តិធម៌ពុទ្ធបដៅថាម៉េចខ្លះពុទ្ធបដៅកុំឲ្យយើងធ្វើអំពើអាក្រក់ឲ្យយើងធ្វើនៅអំពើល្អកាលណាយើងធ្វើតាមព្រះអង្គមិនធ្វើអំពើអាក្រក់ហើយធ្វើនៅអំពើល្អនឹងហើយជាការបដិបត្តិធម៌ជាការធ្វើតាមរបស់ពុទ្ធនៃប៉ុណ្ណឹងតែញាតិពធទាំងឡាយយល់ទេយល់តែពាក្យប្រមាណឃ្លាដែលខ្ញុំបានប្រាប់ហ្នឹងគឺអ្នកទាំងឡាយនឹងភ្លឺច្បាស់នឹងមានបញ្ញានឹងអាចសម្រេចមគ្គផលបានបើសិនជាយល់នៅអ្វីដែលខ្ញុំពោលប្រាប់ខាងលើហ្នឹងពាក្យតែពីរឃ្លាហ្នឹងឲ្យស្គាល់ថាអ្វីជាព្រះបរិយត្តិធម៌អ្វីជាការបដិបត្តិធម៌ព្រះបរិយត្តិធម៌គឺពាក្យព្រានប្រដៅរបស់ពុទ្ធហ្នឹងការបដិបត្តិធម៌គឺការធ្វើតាមពាក្យព្រានប្រដៅរបស់ពុទ្ធហ្នឹងឈ្មោះថាការបដិបត្តិធម៌ហើយខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា